bạn ngày nay dương mau mơ lùm hạt trong cõiនៃការបងរំលោះទូរស័ព្ទរបស់យើងដែលយើងប្រើប្រាស់របៀបមួយទៀតរបៀបទី3គឺការបងតាមការចរចាអូខេបងតាមការចរចាហើយទំហំអនុទានយើងដដែលទេ700អត្តនាការប្រាក់1.9ក្នុងមួយខែរយៈពេលខ្ចី12ខែហើយយើងចរចាគ្នាទៅអញ្ចឹងលើមុនកន្លែងនេះយើងត្រូវគណនាតែកន្លែងនេះក្នុងលំហាត់នេះយើងត្រូវការគណនាទេចរចាគ្នាទៅថាខែណាសងប្រហែលខែណាសងប្រហែលចឹងយើងសម្រាប់ដាក់តែម្ដងថាខែ4សងដើម200ខែ2សងដើម200ហើយខែ1នេះនៅឆ្នាំ25សងដើមគ្រប់300ទៀតអញ្ចឹងដើមត្រូវសងឲ្យគេឲ្យគ្រប់700អញ្ចឹងចរចាគ្នាវាយកន្លែងណាក៏បានដែរតែមិនឲ្យគ្រប់700អូខេជំហានជាបន្តហើយនេះយើងវាយលេខ700ដូចដងវាយជាអង់គ្លេសមកហើយការប្រាក់ធ្វើដូចនិយាយរួមអានេះគឺដូចមួយលំហាត់ទី1ទាំងអស់ហ្មងខុសគ្នាដែរកន្លែងរំលោះប្រាក់ដើមនោះទេអញ្ចឹងយក700កុននឹងម៉ាន 1.9 ណា 1.9% យ៉ាយើងអូសមកអញ្ចឹងខាងក្រោមឃើញ0នៅសាំងឡើយនេះអត់មានលុយអញ្ចឹងអូសមកបងខែនេះបងបានខែនេះយើងបងដើម$0បូកជាមួយនឹងការប្រាក់$13អញ្ចឹងខែនេះយើងបង់ឲ្យគេតែ13ឯងបាទយើងឲ្យអូសចូលក្រោមបានអញ្ចឹងខែខ្លះក៏ត្រូវបង់ច្រើនខែខ្លះក៏ត្រូវបង់តិចទៅតាមនឹងដែរទៅតាមលុយដែលយើងសងគេនេះកម្ចីនៅសល់ហ្មងកម្ចីនៅសល់យក700ខែនេះអត់តាមបានសងដើមគេទេអញ្ចឹងចុងខែយើងឃើញថាយើងនៅជាពាក់គេ$700ដដែលនេះយើងស្មើយកលុយឡើងហ្នឹងមក$700ដដែលចឹងខែទី2ក៏នៅជាពាក់គេ700ដែរបាទព្រោះអត់សងដើមគេផងខែទី3បាទដកមកសងគេ200អញ្ចឹងខែទី3ជាពាក់គេសល់តែ500ឯងអញ្ចឹងប្រកាសណាស់យើងឃើញថាការប្រាក់នៅក្នុងខែក្រោយគឺឃើញតិចជាងមុនចុះពី13សល់តែ$10ដោយសារយើងបានសងដើមគេខ្លះហើយណាបាទអញ្ចឹងកុំឲ្យអូសមួយអញ្ចឹងយើងអូសម្ដងទាំងអស់មកដែរអូសទាំងអស់សិនមកនេះអូសទាំងអស់មួយទៀតបានឃើញចម្លើយយ៉ាចម្លើយចុងក្រោយគឺត្រូវតែឃើញ0បាទអញ្ចឹងដើមអស់700ការអស់111 110ជាងទាំងអស់$810ទាំងដើមទាំងការអរគុណ